បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនអំពីការទិញ account Pro និងបង្កើតបទចម្រៀងដំបូងរបស់បងប្អូនអូខេមេរៀនទី2នេះគឺសំខាន់ណាស់បងប្អូនកុំ skip ឲ្យសោះដោយសារមេរៀនទី1ខ្ញុំគ្រាន់តែណែនាំអំពីលក្ខណៈទូទៅនៃការប្រើប្រាស់តែមេរៀនទី2មេរៀនទី1ខ្ញុំបានបង្រៀនឲ្យចេះបង្កើតភ្លេងសុទ្ធហើយភ្លេងពាក់ព័ន្ធនឹង relaxing music ឬក៏ meditation ឬក៏ background music ខ្ញុំបានបង្រៀនហើយបងប្អូនអាចយកទៅច្នៃទៅហើយមេរៀនទី2នេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបប្រាប់ទិញ account ពី free ទៅ pro ពីព្រោះវាលក្ខណៈសំខាន់រវាង free និង pro pro account ហ្នឹងណាអា free យើងបង្កើតបានតិចតួចបំផុតហើយវាធូលតិចបំផុតប៉ុន្តែ pro វាមានសំឡេងយើងនេះតើ pro account ឃើញទេបងប្អូនបានអាចប្រើបានហើយនឹងmusic ដែលយើង create ហើយគឺវាក្លាយជា commercial music គឺយើងអាចប្រើប្រាស់ដោយកម្មសិទ្ធិបញ្ញាបានគ្មានអ្នកណា claim យើងបានទេអញ្ចឹងដើម្បីទិញវាស្រួលទេបងប្អូនគ្រាន់តែចុចលើupgrade to pro នេះទៅគឺវាឲ្យយើងបំពេញ credit card យើងចូលហើយគឺវាស្រួលបំផុតហើយបងប្អូនអាចជ្រើសរើសយក plan ហើយវានឹងសរសេរ describe ថាpro plan នេះមានអីខ្លះណាបងប្អូនអាចមើលទៅច្រើនណាបងប្អូនអាចដឹងហើយ credit ប្រមាណអញ្ចឹងទៅ refresh monthly អញ្ចឹង credit ហ្នឹងមួយខែបានប៉ុណ្ណឹងអញ្ចឹងណាហើយអានេះ$24នេះ Premier Plan អញ្ចឹងវាបានប៉ុណ្ណឹងអញ្ចឹងទៅខ្ញុំមិនបាច់អានទេបងប្អូនអានខ្លួនឯងប៉ុន្តែបើ free account នេះអ្វីដែលសំខាន់នេះ no commercial use នេះបងប្អូន no commercial use មានន័យថាយើងផុសទៅដាក់ monetize គឺដាច់ហើយវាដាច់មិនគេ claim មកវិញណាអញ្ចឹងបងប្អូនបើសិនបងប្អូនធ្វើក្នុង free account free plan នេះទេបងប្អូនមិនអាចយកទៅផុសបានទេដូច្នេះបងប្អូនត្រូវតែ subscribe អញ្ចឹង subscribe ខ្ញុំ recommend ឲ្យបងប្អូនសាកជាការសាកល្បងនេះ$8ក្នុងមួយខែនេះដោយសារ account ហ្នឹងវាមុនដំបូងបង្អស់អត់ដែលទិញគឺវា discount ក៏ពិត9កន្លះ9.9វាមានន័យថា10តែនេះវាដោយសារវាដែលប្រើអញ្ចឹងsorry បងប្អូនខ្ញុំដាក់កន្លែង annual អញ្ចឹងយកតែ pay មួយឆ្នាំហ្នឹងណា$8ហ្នឹង per month មែនតែ pay មួយឆ្នាំបងប្អូនទៅដូរមកនេះវិញ monthly ណានេះខាងលើនេះប្រយ័ត្នច្រឡំបើយើងដាក់ annual វាប្រាប់ថាមួយខែ$8ប៉ុន្តែវាគុណនឹង12ខែពីឆាចបងប្អូន12ខែអញ្ចឹង8គុណ12ទៅឃើញហើយបងប្អូនអញ្ចឹងកុំច្រឡំ click ខាងនេះណា click ខាង monthly នេះមកបានវាអាចចេញ real amount នេះ$10ណាអញ្ចឹងបងប្អូនចាត់ទុកថាបងប្អូនលះបង់$10មួយខែចាត់ទុកថាបងប្អូនអត់ផឹកប៊ីយ៉ាមួយកេះទេចុះ40000អញ្ចឹងបងប្អូនអាច subscribe វាមកអញ្ចឹងអ្វីដែលបងប្អូនត្រូវ subscribe គ្រាន់តែ click subscribe អញ្ចឹងមកបើមិនមានប្រយោជន៍ខ្ញុំអត់ recommend ឲ្យបងប្អូនទិញទេប៉ុន្តែទិញដោយការទទួលខុសត្រូវខ្លួនឯងណាបងប្អូនខ្ញុំអត់ចង់និយាយថាលើ credit card លើអីចឹងបងប្អូនចេះប្រើប្រាស់ដោយខ្លួនឯងអញ្ចឹងខ្ញុំអត់ធានាទៅលើការប្រើប្រាស់ credit card ហើយដល់ពេលវាអូតូកាត់ទៅទៀតបងប្អូនថាមិនបានវាអត់ឈប់អញ្ចឹងគឺពាក់ព័ន្ធនឹងការប្រើប្រាស់ Google account បងប្អូនត្រូវចាំ Google account បងប្អូននេះហើយដល់ពេលបងប្អូនចូលទៅផ្ដាច់វិញគឺចូលទៅតាម Google account ហើយយកពាក្យថា payment អញ្ចឹងបងប្អូនចូលទៅផ្ដាច់វិញបានណាតែបើបងប្អូនអត់ចង់ផ្ដាច់ទេបងប្អូនគ្រាន់តែដាក់លេខ credit card មកណានេះបងប្អូនចុចអានេះមកហើយបងប្អូនវាយ credit card បងប្អូនចូលមកបើបងប្អូនប្រើ ABA បង្កើត ABA សិប្បនិមិត្តមួយមកហើយនឹងដាក់ថ្ងៃ expire date ហើយ CVV នេះមកឈ្មោះបងប្អូនឲ្យដូចនៅក្នុង ABA account card account ហ្នឹងហើយនឹង address ហ្នឹងដាក់ត្រួសមកនៅភូមិណាឃុំណាសង្កាត់ណាអីដាក់មក postal code បងប្អូននៅសៀមរាបបងប្អូនដាក់បងប្អូន search នៅ Google ណាបើបងប្អូននៅខណ្ឌណាស្រុកណានឹងខ្ញុំនៅសៀមរាបខ្ញុំដាក់17000 3ដងអញ្ចឹងទៅណា170,000ហ្នឹងទៅហើយបងប្អូន subscribe ទៅវាកាត់លុយបងប្អូនហើយកាត់$10ក្នុងមួយខែអញ្ចឹងបើបងប្អូនចង់កាត់ចង់ឈប់វិញបងប្អូនគាត់ចូលទៅ account វាហើយបងប្អូន unsubscribe វាមកវិញមកវាបាត់ហើយបងប្អូនជាពិសេសបងប្អូនត្រូវចាំថាបងប្អូនចូលក្នុង account email មួយណាណាប
បងប្អូនចូលក្នុង account email មួយណាបងប្អូនចូល unsubscribe មួយនឹងវិញមកវាដាច់ហើយអូខេហើយបងប្អូនអត់ច្បាស់ទេចូលទៅក្នុង ABA ហើយបង្កើតកាតសិប្បនិម្មិតមានបញ្ហាអីកាតនោះយើងបិទចោលទៅ freeze វាចោលទៅវាចប់ហើយណាអូខេរឿង payment ខ្ញុំអត់និយាយធ្ងន់ធ្ងរពេកទេពីព្រោះបញ្ហាបច្ចុប្បន្ននេះបងប្អូនចេះប្រើច្រើនណាស់ពាក់ព័ន្ធនឹងការ pay ទៅលើ online អញ្ចឹងខ្ញុំអត់និយាយច្រើនទេនាំតែខាតពេលទេបងប្អូនអាចស៊ូអ្នកជំនាញលើនឹងទៀតឬក៏អ្នកណាអីទៀតប៉ុន្តែពាក់ព័ន្ធនឹង website នេះគឺជា trust website គឺគេ pay រាប់លានអ្នកនៅលើពិភពលោកគឺវាមិនបោកយើងទេគឺ pay បានប៉ុន្តែលើកឡើងបងប្អូនអត់ចេះប្រើខ្លួនឯងអត់ចេះកាត់ផ្ដាច់ខ្លួនឯងអញ្ចឹងមិញហ្នឹងចាត់ទុកថាខ្ញុំ pay រួចរាល់ហើយណា subscribe ហើយវាគ្រាន់តែបំពេញ credit card បំពេញ address ហើយនឹងឈ្មោះយើងហ្នឹង CVV code ហ្នឹងគឺ subscribe បានហើយឥឡូវខ្ញុំទៅ account ដែលខ្ញុំ subscribe ហើយព្រោះ account នេះខ្ញុំគ្រាន់តែយកមកបង្រៀនទេអញ្ចឹង account ដែលខ្ញុំ subscribe ហើយខ្ញុំមានស្រាប់សំទោសអានេះមែនទេអានេះ GPT ទេបងប្អូនSuno នៅនេះអញ្ចឹងនេះ Suno ខ្ញុំបើកច្រើននៅក្នុងពេលតែមួយអូខេអានេះ Suno បងប្អូនអញ្ចឹង account ខ្ញុំគឺខ្ញុំកាប់ទៅ account ហ្នឹងខ្ញុំ subscribe ហើយខ្ញុំ payment ហើយប៉ុន្តែដល់ថ្ងៃវាកាត់លុយក្នុងធនាគារអត់មានវាដាក់ថា billing update billing ខ្ញុំអត់ទាន់បាន update វានៅចេញក្រហមប៉ុន្តែអត់បញ្ហាទេខ្ញុំនៅប្រើបានធម្មតាដោយសារខ្ញុំអត់ទាន់ unsubscribe វាទេអញ្ចឹងអ្វីដែលយើងត្រូវទៅធ្វើបង្កើតប័ណ្ណចម្រៀងអញ្ចឹងនេះជា account របស់ខ្ញុំអញ្ចឹងដើម្បីយើងបង្កើតប័ណ្ណចម្រៀងយើងចុចចូល create សំទោសចូលក្នុង create ហ្នឹងមកគឺយើងឃើញនេះក្នុង workspace របស់ខ្ញុំមាន workspace ខ្ញុំមានplaylist របស់ខ្ញុំណាអញ្ចឹងនេះ workspace ខ្ញុំមាន playlist បើខ្ញុំធ្វើពាក់ព័ន្ធនឹង deep sleep playlist ខ្ញុំចុចទៅក្នុងមើល deep sleep playlist ខ្ញុំពាក់ព័ន្ធនឹងការគេងការអីចឹងគឺខ្ញុំធ្វើ playlist អញ្ចឹងយើងអាចបង្កើត playlist បាននេះ create ម៉ាន playlist ក៏បានដែរពេលយើងនិយាយពីការគេងយើងបង្កើត playlist ឈ្មោះគេងមកណាបើថា workspace យើងធម្មតានឹង workspace ទៅបើថាយើងពាក់ព័ន្ធនឹងធ្វើបទញាក់យើងបង្កើតថ្មី new មកធ្វើបទញាក់ចឹងមកឬក៏យើងមិនបង្កើតអាហ្នឹងវាអូតូចូលនៅក្នុង workspace ហ្នឹងឯណាវាអូតូហើយអញ្ចឹងឥឡូវរបៀបយើងបង្កើតបទចម្រៀងដំបូងពាក់ព័ន្ធនឹងមេរៀនបន្ទាប់ខ្ញុំនឹងបង្រៀនបងប្អូនពាក់ព័ន្ធនឹងយកសំឡេងយើងឲ្យ AI ច្រៀងណាប៉ុន្តែអានឹងវារៀង complicated ខ្ញុំត្រូវការថតវីដេអូខាងក្រៅដើម្បីបង្ហាញបងប្អូនរបៀប record របៀបច្រៀងអញ្ចឹងណាអញ្ចឹងខ្ញុំអត់ទាន់បញ្ចូលក្នុងមេរៀនទី2ទេខ្ញុំនឹងបញ្ចូលមេរៀនបន្ទាប់បើសិនបងប្អូនចាប់អារម្មណ៍រឿងបង្កើតសំឡេងខ្លួនឯងឲ្យ AI ច្រៀងបងប្អូនអាចមើល follow ខ្ញុំមកហើយមើលវីដេអូបន្ទាប់ណាអញ្ចឹងវគ្គនេះខ្ញុំនឹងធ្វើឲ្យ AI វាច្រៀងខ្លួនវាយើងគាត់នឹងបង្កើតឲ្យវាច្រៀងណាអញ្ចឹងយើងទៅ advanced មកមុនខ្ញុំប្រាប់បងប្អូនអំពី simple អញ្ចឹងយើងទៅ advanced ណាទៅ advanced អញ្ចឹងបងប្អូនមានចម្រៀងធ្លាប់បងប្អូនធ្លាប់នេះទេបងប្អូនធ្លាប់បង្កើតស្រាប់ទេបើសិនណាបងប្អូនមានចម្រៀងដែលបងប្អូនធ្លាប់សរសេរហើយបងប្អូនគាត់នឹងយកមកផាសកន្លែងនេះមកប៉ុន្តែបើសិនជាបងប្អូនគឺជាអ្នកអត់ចេះសោះតែបងប្អូនចង់និពន្ធអញ្ចឹងបងប្អូនពឹងលើ AI ទៀតហើយ AI មួយទៀតគឺ AI ដែលនិពន្ធបទភ្លេងអញ្ចឹងបងប្អូនប្រើមួយណាក៏បាន Chat GPT Cloud ឬក៏យើងបង្កើតនៅក្នុង GPT វិញអូខេឥឡូវខ្ញុំឲ្យ GPT អ្នកបង្កើតវិញណាចាំមើលឥឡូវយើងយកខ្ញុំពឹងលើ GPT ឲ្យជួយបង្កើតបទចម្រៀងណានេះខ្ញុំសូមជួយសរសេរបទចម្រៀងឲ្យខ្ញុំអំពីមនុស្សម្នាក់កំពុងតែខូចចិត្តហើយផឹកស្រាកណ្ដាលភ្លៀងហើយប្រភេទ sad song with style prom on Suno មានន័យថា style prom គឺ prom របស់ Suno យើងបញ្ជាក់វាដើម្បីឲ្យវាធ្វើការលឿនទៅលើវាស្គាល់ច្បាស់ថា Suno ហ្នឹង style វាយ៉ាងម៉េចអញ្ចឹងវាសរសេរទៅវាត្រូវហ្មងអញ្ចឹងចុច click វាទៅអញ្ចឹងឥឡូវ GPT គឺ GPT ធ្វើបានល្អបំផុតប៉ុន្តែកុំភ្លេចថាការនិពន្ធបទចម្រៀងគឺយើងអាចយកទៅកែច្នៃបានណាបើសិនជាយើងយកទៅកែច្នៃវាคล้ายជា original របស់យើងតែបើយើង copy ផាស
អាហ្នឹងវានៅតែ AI ទេប៉ុន្តែគាត់ថាជាទូទៅ AI ក៏វាជា original ដែរពីព្រោះអីប្រូមរបស់យើងនឹងវាមិនដូចគ្នាទេយើងប្រាប់វានឹងវាអត់ដូចគ្នាទេអញ្ចឹងវាការចេញមកគឺខុសៗគ្នាអូខេអញ្ចឹងបទចម្រៀងគឺភ្លៀងធ្លាក់លើបេះដូងណាបទចម្រៀងអញ្ចឹងយកទៅដាក់មកឥឡូវនេះ Suno ណាចូលក្នុង Suno ហើយកន្លែង create យើងយក add one អញ្ចឹង scroll មកក្រោមបងអស់មានចំណងជើង title យើងដាក់ទៅផាសមកហើយយើងទៅ GPT វិញយើង copy យក lyric ណា lyric ហ្នឹងគឺ verse 1រហូតដល់ corrupt ដល់បញ្ចប់ណាយើង copy ទៅ control អក្សរ C ឬក៏ខ្មៅស្ដាំយកពាក្យថា copy រួចហើយទៅ Suno វិញហើយយើងផាសនៅលើ lyric អូខេផាសនៅលើ lyric មក version ហ្នឹងអូខេរួចហើយបងប្អូនcopy style វានេះវាឲ្យ style Suno style prompt អញ្ចឹងយើងអានេះ copy ហ្នឹងយកទៅដាក់ក្នុង prompt នៅក្នុងនេះ style យើង paste វាមកអូខេអញ្ចឹងយើងអត់យកទេយើងយកតែលើមួយបានហើយបើថាចង់យកអាក្រោមយកតែអាក្រោមសុទ្ធតែចង់យកលើយកតែលើសុទ្ធណាអូខេយើងចូលទៅមើលក្នុង Suno យើងដើម្បីបញ្ជាក់ណាអូខេ style យើងយកខ្មែរ emotional state ballad male vocal មានថាសំឡេងមនុស្សប្រុសណា deep warm voice slow អញ្ចឹងទៅ slow tempo 65 BPM ណាហ្នឹងហើយអញ្ចឹងមានន័យថាចង្វាក់ slow បើយើងដាក់ fast គឺវាច្រៀងញាក់ហើយហើយ EMD គឺញាក់ហើយណានេះ slow អញ្ចឹងយើងអាចដាក់ជាមួយគ្នាបានទេឥឡូវ style យើងចំណងជើងយើងរួចហើយយើងណាចំណងជើងលុបបាត់នេះមិញខ្ញុំដាក់ចំណងជើងហើយភ្លៀងធ្លាក់ក្នុងបេះដូងណាទាញចុះទាញឡើងលុបបាត់អូខេSuno ដល់12សង្ស័យច្រឡំមួយហ្នឹងអូខេខ្ញុំដាក់នៅនេះណាចំណងជើងនេះ style ហើយមើលច្បាស់លាស់មុននឹង generate ណាជាពិសេសបងប្អូនត្រូវចំណាយពេលទៅលើការមើលបទចម្រៀងដែរភ្លៀងធ្លាក់ស្រាលនៅយប់ស្ងាត់អីហ្នឹងណាបងប្អូនអាចមើលហើយបងប្អូនអាច edit ក្នុងនឹងបានសរសេរជាភាសាខ្មែរបន្ថែមអីឬសរសេរអង់គ្លេសបន្ថែមប៉ុន្តែហាមបន្ថែមឧទាហរណ៍បងប្អូនពាក្យស្ងាត់មួយពាក្យហ្នឹងបងប្អូនជំនួសដោយពាក្យមួយពាក្យដែរពោះវានិពន្ធមកគឺត្រូវបទគឺថាពាក្យ7អញ្ចឹងគឺ7បងប្អូនសេថែមគឺច្រៀងអត់ត្រូវទេណាអើយឆ្កងហើយអញ្ចឹងបើបងប្អូនចង់កែមួយម៉ាត់ត្រូវមួយម៉ាត់ត្រូវតែផ្លិចឧទាហរណ៍អញ្ចឹងទៅបងប្អូនអាចបដូរពាក្យណាសូមកុំផ្លិចអីចឹងទៅវាអាចឲ្យបាន3ម៉ាត់ដូចគ្នាអូខេអញ្ចឹងកន្លែងហ្នឹងបងប្អូនអាចមើលទៅហើយរៀននិពន្ធឲ្យខ្លួនឯងណាអញ្ចឹងខ្ញុំអ្វីដែលខ្ញុំបង្រៀនថ្ងៃហ្នឹងគឺខ្ញុំរៀនរបៀបធ្វើបទចម្រៀងដំបូងនៅក្នុង Suno និងគំនិតដើម្បីយកគំនិតចេញពី AI ដើម្បីនិពន្ធបទចម្រៀងអញ្ចឹងបើសិនខ្ញុំនិយាយអំពី clear ខ្លងទៀតវាជ្រៅពេកពាក់ព័ន្ធនឹងការនិពន្ធបទទៀតហើយអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងដោយការ generate បទចម្រៀងណាអញ្ចឹងនេះខ្ញុំកំពុងតែ generate ហើយរយៈពេលប្រហែលជាកន្លះនាទីអីទេវានឹងចេញនៅខាងនេះវានឹង load ចេញនៅខាងនេះហើយយើងអាចស្ដាប់បានហើយណា new song coming នេះភ្លៀងធ្លាក់លើបេះដូងមកម្ដង2វាចេញ version 5.5 ដោយសារយើង pro account ណាចេញហើយចម្រៀងចេញមកទាំង lyric ទាំងអីទាំងអស់អញ្ចឹងបងប្អូនអាចចុចស្ដាប់បានបើសិនណាវាឮចម្រៀងគឺវាឮសលេងខ្ញុំនិយាយទេអញ្ចឹងខ្ញុំចុចឲ្យបងប្អូនស្ដាប់បន្តិចមកវាឲ្យពីជំរើសណាបាទនេះអត់ត្រូវអាចត្រូវអានេះអញ្ចឹងណាអញ្ចឹងយើងចុចអានេះមុនវាកំពុងតែ generate ហើយបងប្អូនភ្លៀងធ្លាក់ស្រាលនៅយប់ស្ងាត់ខ្ញុំមកអង្គុយនៅឯងក្រោមពន្លឺភ្លើងចាំកែវស្រាលមួយកែវនៅក្នុងដៃខ្ញុំ
តែអ្វីដែលខ្ញុំចង់បានគឺអ្នកត្រឡប់មកវិញរូបថតចាស់ចាស់នៅលើនៅតែធ្វើឲ្យបេះដូងខ្ញុំឈឺពាក្យថាស្រឡាញ់ដែលអ្នកធ្លាប់និយាយថ្ងៃនេះនៅសល់តែជាអនុស្សាវរីយ៍ខ្ញុំប្រាប់ខ្លួនឯងថាត្រូវតែភ្លេចតែបេះដូងមិនព្រមទទួលស្គាល់រដំណប់ភ្លៀងធាក់មកដូចជាទឹកភ្នែកដែលខ្ញុំលាក់មិនបានខ្ញុំផ្លាត់ស្រែកដាល់ភ្លៀងជាមួយបេះដូងដែលបែកបាក់មួយជុំវិញពិភពលោកនៅតែ អូខេបងប្អូនអាចទទួលយកបានចម្រៀងគឺពីរោះខ្ញុំមិនទាន់ស្ដាប់អានេះទេសាកមើលមកឃ្លាមើល ភ្លៀងធ្លាក់ស្រាលស្រាលនៅយប់ស្ងាត់ខ្ញុំអង្គុយម្នាក់ឯងក្រោមពន្លឺភ្លើងចាស់កែស្រាមួយកែវនៅក្នុងដៃខ្ញុំតែអ្វីដែលខ្ញុំចង់បានគឺអ្នកត្រឡប់មកវិញរូបថតចាស់ចាស់នៅលើនៅតែធ្វើឲ្យបេះដូងខ្ញុំឈឺពាក្យថាស្រឡាញ់ដែលអ្នកធ្លាប់និយាយថ្ងៃនេះនៅសល់តែជាអនុស្សាវរីយ៍ អូខេបងប្អូនខ្ញុំគិតថាមេរៀននេះវែងតិចហើយអញ្ចឹងខ្ញុំសូមបញ្ចប់មេរៀនហ្នឹងហើយមេរៀនក្រោយខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបបញ្ចូលសំឡេងរបស់យើងដើម្បីឲ្យ AI ច្រៀងណាព្រោះសំឡេងមិញហ្នឹងគឺជាសំឡេងរបស់ AI សំឡេងរបស់អ្នកចម្រៀង AI ស្រាប់តែយើងចង់ឲ្យសំឡេងយើងពេលដែលយើងពេលខ្លះយើងចង់បានសំឡេងយើងដែលជា original កុំឲ្យថ្ងៃក្រោយទៅគេចាប់សំឡេងដូចគ្នាច្រើនពេកគេចាប់ទៅវាជាប់ថា AI អញ្ចឹងណាអញ្ចឹងយើងចង់បង្កើតខ្ញុំនឹងប្រាប់អូខេសូមចុច subscribe សម្រាប់មេរៀនក្រោយអរគុណច្រើនជំរាបលាសម្រាប់មេរៀននេះ